បាទសួស្តីបងប្អូននៅថ្ងៃនេះខ្ញុំចង់បង្ហាញបងប្អូនអំពីសកម្មភាពដែលខ្ញុំឡើងឆ្លងអានសេះកាលពីមិនទាន់ផ្ទុះសង្គ្រាមលើកទី1និងលើកទី2ហើយការឡើងរបស់ខ្ញុំនឹងតាមរយៈការជិះកង់ឡើងដែលវីដេអូហ្នឹងគឺបង្ហាញពីការចាប់ផ្ដើមតាំងពីចេញពីស្រុកចុងសានរហូតដល់ឡើងទៅលើភ្នំហើយបងប្អូនដែលមិនដែលបានឃើញទស្សនវិជ្ជាទាំងអស់ហ្នឹងអាចតាមដានទស្សនាហើយក៏ការផុសវីដេអូហ្នឹងគឺទុកសម្រាប់ពេលក្រោយនៅពេលដែលម្នាក់ដែលបានឃើញគាត់ឆ្ងល់ថាអានសេះមុនសង្គ្រាមមានទស្សនវិជ្ជាបែបណាហើយនៅពេលដែលក្រោយសង្គ្រាមហ្នឹងដែលថៃយកហើយហ្នឹងពីធ្វើអីខ្លះផ្លែកវាមិនខ្លះអូខេតោះតាមដានរបស់ខ្ញុំបាទឥឡូវខ្ញុំគឺចាប់ផ្ដើមចេញដំណើរពីទីរួមស្រុកចងផ្សានឆ្ពោះទៅច្រកអានសេះហើយនៅពេលខ្ញុំចាប់ផ្ដើមថតហ្នឹងគឺខ្ញុំជិះបានប្រហែល6-7គីឡូហើយមកដល់តំបន់មួយដែលគេហៅថាទំនប់កពីងពួយហើយប្រជាពលរដ្ឋភាគច្រើនគឺសម្រាប់រដូវវស្សាគឺល្ងាចឡើងគាត់នាំបងប្អូនមិត្តភ័ក្តិឬមួយកូនចៅគាត់មកកំសាន្តនៅទីនេះបាទហើយច្រកអានសេះនេះផងដែរគឺមានចម្ងាយពីទីរួមស្រុកចងផ្សាន22គីឡូម៉ែត្រហើយស្ថិតនៅក្នុងភូមិអានសេះឃុំចងផ្សានស្រុកចងផ្សានខេត្តព្រះវិហារហើយសម្រាប់ច្រកនេះផងដែរគឺសម្រាប់ដោះដូរទំនិញទៅវិញទៅមករវាងប្រជាជនកម្ពុជាជាមួយនឹងប្រជាជនសៀមបាទហើយការជិះកង់របស់ខ្ញុំនេះគឺដើម្បីរំលឹកអនុស្សាវរីយ៍ដែលកាលខ្ញុំនៅក្មេងៗហ្នឹងបន្ទាប់ពីទនេពីការរៀនសូត្រហ្នឹងគឺតែងបបួលពួកម៉ាក់បងប្អូនដើម្បីទៅរកទិញរបស់ហូបហើយការធ្វើដំណើរកាលមុនគឺមិនមែនធ្វើដំណើរតាមផ្លូវកស៊ូរបៀបនេះទេគឺធ្វើដំណើរតាមផ្លូវលំធម្មតាបាទហើយកាលមុនហ្នឹងគឺយើងមិនអាចជិះកង់ឡើងដល់លើភ្នំបានទេពួកអីផ្លូវទៅលើភ្នំហ្នឹងគឺជិះបានត្រឹមតែម៉ូតូសូម្បីតែឡានក៏មិនអាចឡើងទៅរួចដែរអញ្ចឹងយើងជិះកង់ទៅដល់ជើងភ្នំទៅយើងទុកកង់នៅហ្នឹងហើយយើងដើរឡើងទៅលើហើយខ្ញុំមិនមែនជាអ្នកកែជិះកង់អីទេគ្រាន់តែថាចង់សាកតាខ្ញុំអាចជិះដល់អត់ដូចតែកាលខ្ញុំនៅក្មេងៗអត់ទេហើយការជិះកង់លើកនេះគឺខ្ញុំជិះកង់ទៅម្នាក់ឯងទេដោយសារមិត្តភ័ក្តិទាំងអស់ហ្នឹងគឺមានប្រពន្ធកូនទៅលបរៀងខ្លួនអស់ហើយដល់ពេលអញ្ចឹងបន្ទាប់ពីទនេពីការងារខ្ញុំក៏ឆ្លៀតដើម្បីនឹងរំលឹកអនុស្សាវរីយ៍ទាំងអស់ហ្នឹងហើយសម្រាប់ការធ្វើដំណើរមកលើកនេះគឺខ្ញុំមិនដែលគិតថាជាការធ្វើដំណើរលើកចុងក្រោយរបស់ខ្ញុំទេគឺខ្ញុំតែងតែគិតថាពេលដែលទំនេរមានឱកាសខ្ញុំនឹងអាចមកឡើងនៅលើភ្នំនេះម្ដងទៀតតែការគិតរបស់ខ្ញុំនឹងវាបានត្រឹមតែការខកចិត្តទេដោយសារពេលនេះហ្នឹងច្រកអានសេះនេះគឺត្រូវបានចោលសៀមឈ្លានពានកាន់កាប់បាត់ទៅហើយទាំងដែលយើងមិនដែលគិតថាយើងមានអ្នកចិត្តខាងដែលថោកទាបទាំងដែលសម័យនេះទៅហើយនៅប្រើកម្លាំងវាយយកដីរបស់ប្រទេសដែលភូមិផងលបងជាមួយទៀតហើយសម្រាប់ខ្ញុំជាអ្នករស់នៅជាដែនម្នាក់ហើយមានកន្លែងកំណើតនៅទីនេះហើយមានអនុស្សាវរីយ៍ជាច្រើនរាប់មិនអស់នៅកន្លែងនេះហ្នឹងគឺខ្ញុំពិតជាសោកស្ដាយមែនទែនសម្រាប់ការជិះចាំមួយនេះគឺយើងបណ្ដាំតកូនតចៅមកថាសៀមជាចៅប្រវត្តិសាស្ត្រហើយយើងត្រូវបែកការដាច់ខាតសម្រាប់ទំនិញសៀមទាំងឡាយនៅពេលដែលយើងធ្វើដំណើរមកដល់ពាក់កណ្ដាលផ្លូវនេះយើងអាចមើលឃើញកាស៊ីណូនៅលើច្រកនេះពីក្រោមទៅយ៉ាងស្រស់ស្អាតសម្រាប់ខែភាសាហ្នឹងគឺទេសភាពនៅច្រកអានសេះនេះគឺពិតជាស្អាតមែនទែនវាហាក់ដូចជាឋានសួគ៌ក្រោមមេឃអញ្ចឹងប៉ុន្តែវាបានត្រឹមតាមការសោកស្ដាយរបស់យើងទេហើយក៏ពិតជាអាណិតដល់វីរៈកងទ័ពទាំងអស់ដែលបានពលីនៅលើភ្នំនេះយកបូជាសាច់ស្រស់ឈាមស្រស់ដើម្បីការពារហើយខ្ញុំពិតជាសប្បាយចិត្តដែលខ្ញុំអាចរកឃើញវីដេអូនេះឡើងវិញដោយសារបន្ទាប់ពីថតហើយនឹងខ្ញុំអត់ដឹងទុកនៅណាឥឡូវនេះខ្ញុំអាចរកវាឃើញមកវិញដើម្បីមកផុសចែកជូនបងប្អូនឲ្យបានទស្សនាពីទស្សនវិជ្ជាដ៏ស្រស់ស្អាតនៃច្រកអានសេះបាទហើយបន្ទាប់ពីការធ្វើដំណើរដ៏វែងឆ្ងាយនឹងខ្ញុំក៏បានមកដល់ជើងភ្នំហើយក៏ចាប់ផ្ដើមឡើងលើភ្នំប៉ុន្តែគ្រាន់តែឡើងបានមិនតិចគឺអស់ជើងហើយ
ក៏ចុះសម្រាប់យកកម្លាំងសិនដោយសារខ្ញុំមិនដែលបានជិះឆ្ងាយទេបន្ទាប់ពីការសម្រាប់បានតិចហ្នឹងខ្ញុំក៏ចាប់ផ្ដើមឡើងទៅបន្តដំណើរទៅមុខទៀតប៉ុន្តែការតដំណើរទៅមុខនឹងអូសផងជិះផងអូសផងជិះផងឈប់ផងទម្រាំដល់លើបាទឥឡូវនេះខ្ញុំឡើងមកដល់លើហើយខ្ញុំអាចមើលឃើញកាស៊ីណូជាមួយនឹងភ្នំ667បានយ៉ាងច្បាស់បាទបងប្អូននេះគឺជាភ្នំ667ហ្នឹងហើយនៅខាងស្ដាំដៃហ្នឹងគឺជាព្រះវិស្ណុដែលត្រូវបានចោលសៀមនឹងរុញផ្ដួលហើយបងប្អូនចាំមើលទស្សនភាពនៅចិត្តជាក់ស្ដែងបាទហ្នឹងគឺជាព្រះវិស្ណុដែលចោលសៀមរុញផ្ដួលហើយដាក់ជំនួសវិញដោយប្រពុតបមារបស់វាហ្នឹងបាទប្រពុតបមារបស់វាហ្នឹងហើយនេះគឺជាដីដែលនៅជុំវិញកាស៊ីណូហ្នឹងនៅម្ដុំហ្នឹងគឺដីរាបទេហើយកន្លែងនេះហ្នឹងគឺត្រូវបានពួកវាកាន់កាប់ហើយឈូសបំផ្លាញខ្ទេចខ្ទីអស់ទៅហើយបាទហើយដែលយើងអាចមើលពីក្រៅមកក៏ឃើញដែរហើយនៅពេលក្រោយខ្ញុំនឹងបង្ហាញបងប្អូនអំពីសកម្មទស្សនភាពនៅពេលថ្មីនេះបាទហើយនេះពេលឡើងមកហត់ខ្ញុំសម្រាប់សិនហើយនេះគឺជាភ្នំ500ដែលបងប្អូនតែតែលើគេនិយាយភ្នំ500នេះគឺរបៀបនេះឯងបាទហើយឥឡូវខ្ញុំឡើងបន្តទៅលើទៀតខ្ញុំអូសផងជិះផងទេបើសារនៅកន្លែងនេះចោតដែរហើយឥឡូវនេះបងប្អូនអាចមើលឃើញរូបសំណាកតាអ៊ុំបានយ៉ាងច្បាស់បាទពិតជាស្រស់ស្អាតនៅឥឡូវហ្នឹងគឺមេឃរភ្លៀងមេឃស្ទុំហើយខ្ញុំឡើងដល់លើហ្នឹងគឺវាល្ងិតបាត់ទៅហើយវាមេឃរល្ងិតបាត់ទៅហើយកុំអីខ្ញុំអាចនៅថតបានច្រើនជាងហ្នឹងពិតជាសោកស្ដាយមែនទែនហើយការទៅដល់របស់ខ្ញុំនេះគឺខ្ញុំបានត្រឹមឡើងទៅដល់ហើយសម្រាប់ហូបទឹកអីតិចតួចហើយក៏ខ្ញុំជិះជុំវិញហ្នឹងបាទជិះជុំវិញនឹងបានមកជុំមើលនេះជាទស្សនភាពផ្សារដែលនៅខាងច្រកយើងតែលើវាជួបរំលាយអស់បាត់ទៅហើយនៅក្នុងសញ្ញាព្រួយហ្នឹងគឺផ្លូវចូលទៅច្រកខាងកន្លែងដុតដូរទំនិញខាងថៃបាទហ្នឹងហើយនេះបងប្អូននេះគឺរូបតាអ៊ុំនៅឆ្វេងដៃហ្នឹងឥឡូវនេះខ្ញុំដោយសារលងឹតហើយហ្នឹងក៏ចាប់ផ្ដើមរៀបចំចុះមកវិញហើយនេះឥឡូវខ្ញុំកំពុងធ្វើដំណើរចុះមកក្រោមវិញបាទបងប្អូនមើលនៅទស្សនភាពពេលល្ងាចផងទម្រាំវាបើកថ្ងៃល្អហើយនឹងស្រឡះហ្នឹងយើងមើលទៅឃើញស្អាតមិនទៅហើយនេះយើងមើលទៅគឺមេឃកំពុងរកភ្លៀងហើយរៀបល្ងិតបាត់ហើយដោយសារខ្ញុំមកនឹងមករៀងល្ងាចខ្ញុំមកឡើងមក2ជាងហើយបានខ្ញុំចេញមកអញ្ចឹងហើយក៏ពិតម៉ោងទៅ5ឯទេប៉ុន្តែវាល្ងិតមេឃរកភ្លៀងបាទនេះបងប្អូនកាស៊ីណូដែលយើងមើលពីខាងលើទៅវិញហ្នឹងហើយនោះភ្នំ500បាទហើយកន្លែងមួយទៀតហ្នឹងគឺផ្ទះរបស់អង្គញាត្រីភិមបាទបងប្អូនមើលទស្សនភាពទាំងអស់ហ្នឹងទៅឥឡូវគឺវាបានឈូសរៀបអស់ទៅហើយហើយវាបានកាន់កាប់របស់យើងទាំងគ្មានការអៀនខ្មាស់បាទនេះបងប្អូនអាចមើលទស្សនភាពទាំងអស់ហ្នឹងបាទនេះគឺទស្សនភាពរួមនៃច្រកអានសេះបាទនោះឥឡូវហ្នឹងយើងជិះទៅនឹងឃើញកាន់តែច្បាស់បងប្អូនកាន់តែច្បាស់ពីផ្ទះរបស់លោកអញ្ញាត្រីភិមនោះបាទនេះគឺជាផ្ទះរបស់គាត់បាទហើយផ្លូវកង់ហ្នឹងគឺជាផ្លូវបត់ចុះទៅក្រោមវិញបាទដែលស្អាតបងប្អូនស្អាតនេះគឺសម្រាប់យើងមើលទៅក្រោមស្អាតមែនទែនបាទហើយទៅក្រោមបន្តិចហ្នឹងគឺដល់កន្លែងដែលវរៈកងទ័ពយើងបានស្លាប់នៅក្នុងនៅឆ្នាំផ្លោះលូហ្នឹងបាទហើយនៅក្រោមបន្តិចហ្នឹងគឺជាកន្លែងដែលថៃដាក់កុងតឺន័រឥឡូវនេះបាទនេះប្រហែលជាម្ដុំនេះបងប្អូននេះម្ដុំនេះវរៈកងទ័ពយើងប្រហែលក៏ស្លាប់នៅទៅនឹងដែរបាទហើយនេះគឺជាការជិះចុះមកក្រោមវិញរបស់ខ្ញុំហ្នឹងបាទផ្លូវនេះហ្នឹងគឺបន្ទាប់ពីបាក់ហើយពេលខ្ញុំឡើងហ្នឹងគឺទៅជួសជុលរួចទេផ្លូវនេះហ្នឹងបាទហើយជិះចុះមកក្រោមស្អាតសម្រាប់ច្រកអានសេះពេលភ្លៀងគឺស្អាតបាទខែភាសាបាទបងប្អូនអាចមើលទស្សនភាពទាំងអស់នេះហើយប្រជាពលរដ្ឋប្រកបរបររកស៊ីគាត់ជាហូរហែទៅមកហ្នឹងហើយមកដល់ក្រោមបន្តិចហ្នឹងយើងនឹងឃើញគេហៅថាតំបន់ពងចាប
បាទតំបន់ពងចាបហ្នឹងគឺយើងមើលឃើញហ្នឹងនេះគេហៅតំបន់ពងចាបបាទដែលម្ដុំនេះឥឡូវហ្នឹងគឺវាអត់ទាន់កាន់កាប់ទេគឺយើងនៅកាន់កាប់នៅឡើយទេបាទនេះគឺតំបន់ពងចាបបាទហើយឥឡូវនឹងចាប់ផ្ដើមល្ងិតបដាហើយយើងមើលពីលើទៅឃើញពពកចាប់ផ្ដើមចុះអាប់ហើយអរគុណច្រើនសម្រាប់ការតាមដានទស្សនានៅវីដេអូនេះហើយខ្ញុំនឹងទុកវីដេអូនេះសម្រាប់ហៅថាទុកឲ្យបងប្អូនកូនចៅមើលបន្តថាអានសេះពីមុនរបៀបម៉េចហើយឥឡូវរបៀបម៉េចបាទតបពីខ្ញុំចុះដល់ក្រោមហ្នឹងវាមេឃល្ងិតល្មមហើយភ្លៀងក៏ចាប់ផ្ដើមធ្លាក់ហើយកាមេរ៉ាក៏អស់ភ្លើងដែរហើយរយៈពេលនៃការទៅមកនឹងចុង4-5 ម៉ោងពួកឲ្យយើងមិនជិះរហូតទេយើងឈប់សម្រាកខ្លះហើយទម្រាំខ្ញុំដល់ផ្ទះហ្នឹងគឺខ្ញុំទៅដល់ផ្ទះឡើងម៉ោង8យប់បានដល់ផ្ទះឥឡូវនឹងតូដែលគេជិះមកគេបើកភ្លើងបាត់ហើយបាទហ្នឹងហើយអរគុណបងប្អូនទាំងអស់គ្នាហ្នឹងហើយជួបគ្នាសម្រាប់វីដេអូក្រោយៗទៀតហើយខ្ញុំនឹងរកវីដេអូបន្តដើម្បីផុសជូនតាក់ទងជាមួយនឹងច្រកអានសេះបន្តទៀតបាទហើយសម្រាប់កំហុសឆ្គងដែលកើតមានដោយចេតនានឹងក៏សូមអភ័យទោសផងដោយសារខ្ញុំមិនមែនជាអ្នកចេះនិយាយអធិប្បាយស្អីទេគ្រាន់តែហៅថាស្ដាយសំណោះកន្លែងដែលយើងធ្លាប់រស់នៅកន្លែងដែលយើងធ្លាប់ដើរលេងហើយជាទីកន្លែងកំណើតរបស់យើងត្រូវបានចោទឈ្លានពានយកអញ្ចឹងខ្ញុំក៏ព្យាយាមធ្វើជាវីដេអូដើម្បីចែកជូនបងប្អូនទុកថ្ងៃក្រោយទៀតបាទហើយតែខ្ញុំនៅតែជឿជាក់លើថ្នាក់ដឹកនាំថានឹងអាចយកតំបន់ទាំងនោះមកប្រកួតជូនប្រជាពលរដ្ឋខ្មែរហើយនិងប្រទេសយើងវិញបានបាទអរគុណច្រើន